nơi mônអាណានិគមបារាំងគឺមានបរិវេណកម្មរវាងពុទ្ធសាសនារវាងនិកាយទាំងពីរនៅក្នុងប្រទេសយើងគឺមហានិកាយនិងធម្មយុត្តនិកាយដោយឫសគល់នៃចំនួននោះគឺសម័យនោះគឺដោយសារព្រះបាទអង្គឌួងលោកទៅស្នាក់នៅប្រទេសថៃនឹងរយៈពេលយូរហើយក៏បានមានភាពស្និទ្ធស្នាលជាមួយនឹងអង្គម្ចាស់មួយអង្គដែលមានឈ្មោះថាមង្គតឬក៏គេហៅថារាមាទី4ដល់ពេលអង្គម្ចាស់អង្គនោះលោកជាអ្នកបង្កើតនៅនិកាយមួយហៅថានិកាយធម្មយុត្តនិកាយធម្មយុត្តនោះបង្កើតឡើងនៅឆ្នាំ1833ដោយសារមានភាពស្និទ្ធស្នាលជាមួយនឹងព្រះបាទរាមាទី4របស់ប្រទេសថៃហើយពេលដែលព្រះបាទអង្គឌួងយាងត្រឡប់មកប្រទេសកម្ពុជាវិញលោកក៏បាននាំយកនិកាយធម្មយុត្តមកប្រទេសកម្ពុជានៅក្នុងឆ្នាំ1855ហើយភាពខុសគ្នាក៏ចាប់ផ្ដើមមានការវិវាទឡើងដោយសារគណៈធម្មយុត្តបានយល់ថាការបដិបត្តិរបស់គណៈមហានិកាយគឺមានភាពធូររលុងហើយមិនសមស្របឬក៏មិនស្របតាមពុទ្ធបញ្ញត្តិពិតប្រាកដដោយភាពខុសគ្នានោះគឺថាមហានិកាយគឺសូត្រធម៌សំឡេងបែបខ្មែរឬក៏បែបបុរាណហើយការប្រកាន់ភ្ជាប់នៅទំនៀមទម្លាប់បែបបុរាណពេកឬក៏ការកាន់វិន័យនោះគឺការកាន់វិន័យរបស់មហានិកាយនោះគឺធូររលុងដូច្នេះដែលគេប្រកាន់ថាធម្មយុត្តគឺការប្រកាន់ភ្ជាប់នៅការសូត្រស្វាធ្យាយតាមទំនៀមទម្លាប់បែបមគ្គធៈឬក៏បែបភាសាបាលីបែបទូទៅនិងវិន័យតឹងរ៉ឹងបន្ទាប់ពីការវិវាទរវាងក្រុមទាំងពីរនៃគណៈសង្ឃមហានិកាយនិងធម្មយុត្តក៏មានការវិវាទបន្តទៀតនោះគឺវិវាទរវាងគណៈសង្ឃក្រុមបុរាណនិងក្រុមសម័យដែលនៅក្រុមបុរាណនិងក្រុមសម័យក្រុមបុរាណដែលមានដឹកនាំដោយព្រះតេជគុណកែវអុកហើយនិងក្រុមសម័យដែលមានដឹកនាំដោយសម្ដេចព្រះសង្ឃរាជជួនណាតនិងសម្ដេចហួរតាតសម្ដេចវាអែមជាដើមនៅក្នុងការនោះគឺមានការវិវាទគ្នារវាងគណៈសង្ឃទាំងពីរប៉ុន្តែដោយសារការបញ្ចវន្តព្រះសង្ឃមានសម្ដេចជួនណាតសម្ដេចហួរតាតអីជាដើមហ្នឹងលោកបានជំនះនៅក្នុងការព្យាយាមឲ្យមានការប្រើប្រាស់ធម៌បែបធម៌ប្រែរហូតទៅដល់ស្ថាប័នព្រះសង្ឃគឺចាប់ផ្ដើមរៀបចំការបកប្រែបត្រៃបិដកជាភាសាពីភាសាបាលីមកជាភាសាខ្មែរហើយបន្តមកទៀតលោកក៏បានបង្កើតនៅក្រុមរៀបចំវចនានុក្រមខ្មែរនិងបង្កើតសាលាបាលីជាន់ខ្ពស់ដើម្បីពង្រឹងចំណេះដឹងនិងទប់ទល់ឥទ្ធិពលបរទេសនៅក្នុងសម័យនោះនៅក្នុងចន្លោះពីពេលនោះគឺយើងមានសង្គ្រាមរ៉ាំរ៉ៃអញ្ចឹងពុទ្ធសាសនាគឺដល់កម្រិតសូន្យទៅហើយអញ្ចឹងយើងមិនលើកលោកពុទ្ធសាសនានៅក្នុងពេលនោះទេគឺយើងលើកយកការកកើតឡើងវិញពុទ្ធសាសនាក្រោយសម័យខ្មែរក្រហមដោយនៅខែកញ្ញាឆ្នាំ1979ចាប់ផ្ដើមពពុះប្រសង់ឡើងវិញព្រោះសម័យសង្គ្រាមនោះប្រសង់ត្រូវបានចាប់សឹកនិងសម្លាប់ដូច្នេះគឺអស់ប្រសង់នៅក្នុងសម័យនោះទើបមានការបំពោះឡើងវិញចំនួនប្រសង់ចំនួន7អង្គជាផ្លូវការនៅឯវត្តអណាឡោមក្រោយពេលខ្មែរក្រហមទូរលំហើយបាននិមន្តឧបជាមួយអង្គឈ្មោះខាច់រឿងដែលនិមន្តមកពីខ្មែរកម្ពុជាក្រោមហើយដំណាក់កាលបន្តទៀតរដ្ឋបានបង្រួបបង្រួមគណៈសង្ឃទាំងពីរមកតែមួយហើយក៏កំណត់អាយុបួសផងដែរគឺអាយុចាប់ពី50ឡើងទៅបានឲ្យបួសដោយសារទុកកម្លាំងដើម្បីការជួយជាកម្លាំងសម្រាប់ជាតិបួសបន្ទាប់ពីសង្គ្រាមហើយនៅក្នុងឆ្នាំ1988រដ្ឋធម្មនុញ្ញក៏បានធ្វើវិសោធនកម្មហើយក៏បានប្រកាសជាផ្លូវការថាពុទ្ធសាសនាជាសាសនារបស់រដ្ឋឡើងវិញហើយបន្ទាប់ពីឆ្នាំ1993មកដល់បច្ចុប្បន្ននេះគឺពុទ្ធសាសនាមានភាពសេរីភាពពេញលេញបរិស័ទមានអាចធ្វើតាមប្រពៃណីទំនៀមទម្លាប់ពីបុរាណហើយក៏បានកកើតវត្តអារាមឡើងវិញទូទាំងប្រទេស